ពីថាខ្ញុំឆ្ងល់ជាមួយអ្នកដែលផ្សព្វផ្សាយរឿងសេដ្ឋកិច្ចថៃដាំដុំបែបនេះដាំដុំបែបនោះណារាល់ថ្ងៃមកអស់អត់ផុតទេប៉ុន្តែអត់ហ៊ាននិយាយអំពីសេដ្ឋកិច្ចប្រទេសខ្លួនឯងថាស្រុកខ្មែរនឹងសេដ្ឋកិច្ចដល់កម្រិតណាអត់ផ្សាយទេផ្សាយតែរឿងថៃណាអាលីហិនហើយអញ្ចេះហើយសេដ្ឋកិច្ចវាដាំដុំចេះដាំដុំចុះហើយជាពិសេស MMO នៅក្នុងស្រុកខ្មែរហ្មងមិនដឹងរបៀបមិនចាប់តែអារម្មណ៍រឿងសេដ្ឋកិច្ចនៅក្នុងប្រទេសថៃអត់ចាប់អារម្មណ៍សេដ្ឋកិច្ចផ្ទះខ្លួនឯងវាបែបណាណាចាថៃប្រជាទិញយន្តហោះចម្បាំង4គ្រឿងចេញពីប្រទេសស៊ុយអែតកាលពីខែសីហាថ្មីហ្នឹងឆ្នាំ2025ដែលមានតម្លៃ353លានដុល្លារឈ្មោះថា Gripen ណាចានឹងមិនមែនសេដ្ឋកិច្ចគេដួលលំអូសេដ្ឋកិច្ចគេអាលីហិនហើយបែបហ្នឹងបាសជើងមានលុយប្រជាទិញយន្តហោះចម្បាំងឥឡូវឆ្នាំ2028ហ្នឹងគេមានកម្រោងទិញថែម4គ្រឿងទៀតសរុបចំនួន12គ្រឿងអា4គ្រឿងមុនហ្នឹងជាផលិតផលរបស់ប្រទេសអាមេរិកចាប់អារម្មណ៍ប្រទេសគេសេដ្ឋកិច្ចដួលចេះចុះប៉ុន្តែអត់ចាប់អារម្មណ៍ប្រទេសខ្លួនឯងបែបណាទេទាំងដែលខ្លួនឯងរកយន្តហោះចម្បាំងមួយធ្វើឆ្នាំអត់មានផងហ្នឹងចាហើយសួរថាថៃវាបាសជើងទៅណាវាទៅណាវាបើក្រុមហ៊ុននីមួយវិនិយោគនៅក្នុងប្រទេសវាមកកណោហ្នឹងសូម្បីតែជប៉ុនណាតែបើក្រុមហ៊ុននៅក្នុងប្រទេសថៃបងប្អូនអាចស្រាវជ្រាវឯកសារខ្លួនឯងណាចាខ្ញុំប្រាប់តួលេខត្រួសក្រុមហ៊ុនជប៉ុនបើករ៉ូស៊ីនៅក្នុងប្រទេសថៃមានចំនួន6000ទៅ7000ក្រុមហ៊ុននៅក្នុងប្រទេសថៃហ្នឹងដល់ពេលនៅក្នុងស្រុកខ្មែរវិញក្រុមហ៊ុនជប៉ុនមានតែ250ទៅ300ទេអាចលើសនឹងតិចតួចណាចិនក៏ដូចគ្នាចិនមានចំនួនជាង1000ក្រុមហ៊ុននៅក្នុងប្រទេសថៃប៉ុន្តែនៅស្រុកខ្មែរតែបន្តិចទេចាតែបន្តិចទេអាមេរិកដូចគ្នាអាមេរិកមានជាង1000នៅក្នុងប្រទេសថៃហ្នឹងគេតែបើកក្រុមហ៊ុនផ្ទាល់ហ្មងមាន office មានទីស្នាក់ការអីគេត្រឹមត្រូវហ្មងណាចាប៉ុន្តែអាមេរិកមានក្រុមហ៊ុននៅក្នុងស្រុកខ្មែរមានតែ100ក្រុមហ៊ុនទេសូម្បីម៉ាឡេស៊ីដែលជាអ្នកសម្របសម្រួលកិច្ចចរចាឲ្យចំនួនខ្មែរថៃហ្នឹងក៏មានរាប់ពាន់ក្រុមហ៊ុននៅក្នុងប្រទេសថៃដែរតែនៅក្នុងស្រុកខ្មែរមានតែ300ទៅ500តែប៉ុណ្ណឹងបងប្អូនតន់ទេចាតន់នៅប៉ុណ្ណឹងណាចាហើយខ្ញុំសួរថាអញ្ចេះគេអាលីអាលំទៅខាងណាសេដ្ឋកិច្ចគេនេះដល់ពេលកលេចមកមើលយើងវិញអត់ដែលផ្សាយអំពីសេដ្ឋកិច្ចខ្លួនឯងប្រជាជនដល់ថ្នាក់ជនភេសកអ្នករត់មកពីប្រទេសថៃមកធ្វើការនៅក្រុមហ៊ុននៅក្នុងភ្នំពេញអីក៏ដោយយូរទៅលែងមានប្រាក់ខែបើកគេបោកតាំងពីប្រាក់ខែឡើងណាអត់បើកឲ្យទេការបោកប្រាស់មានសពគ្រប់បែបយ៉ាងនៅក្នុងស្រុកខ្មែរដោយសារអីសេដ្ឋកិច្ចយើងប្រជាជនយើងក្រីក្រហើយអាអ្នកមានវានៅតែមានដល់ពេលអ្នកក្រដុនដាត់កាន់តែខ្លាំងមែនតើណាប្រជាជនខ្មែរខ្លះលូនចូលទៅកាន់ប្រទេសថៃវិញទាំងដឹងថាមានគ្រោះថ្នាក់បថុយជីវិតក៏ដោយគឺដើម្បីទៅស្វែងរកការងារធ្វើដើម្បីរស់ណាហេតុអីគាត់បថុយគ្រោះថ្នាក់ទៅយើងអត់ពិចារណាកន្លែងហ្នឹងឯងល្មមឈប់ចាប់អារម្មណ៍ជាមួយសេដ្ឋកិច្ចប្រទេសគេចាប់អារម្មណ៍ជាមួយប្រទេសខ្លួនឯងផងជួយផ្សព្វផ្សាយផងណាជួយផ្សព្វផ្សាយពីសេដ្ឋកិច្ចប្រទេសខ្លួនឯងវាឈានដល់កម្រិតណាផងនិយាយពីមួយថ្ងៃឃើញតែផ្សព្វផ្សាយរឿងសេដ្ឋកិច្ចប្រទេសថៃដល់ពេលសេដ្ឋកិច្ចគេបែបនេះបែបនោះគេមានលុយបញ្ជាទិញយន្តហោះចម្បាំងដល់ឯងស្ងាត់អាជីពអត់